ពេលអ្នកទាំងអស់គ្នាចំហុយនំប៉ាវហើយច្រើនញ៉ាំបាត់អស់ហើយអ្នកទាំងអស់គ្នាអាចយកនំប៉ាវហ្នឹងមករុំជាមួយនឹងថង់សម្រាប់យើងរុំម្ហូបណារុំម្ដងមួយដូចខ្ញុំបង្ហាញអញ្ចឹងមកនំប៉ាវយើងសបកវារៀងអត់សូវរឹងខ្លាំងទេពេលដែលយើងទុកយូរហើយអ្នកទាំងអស់គ្នាអាចយកទៅប្រកកក្នុងទូកកបានពេលដែលអ្នកទាំងអស់គ្នាចង់ញ៉ាំអញ្ចឹងអាចយកវាមកចំហុយ5នាទីទៀតទៅអញ្ចឹងអាចញ៉ាំដូចនៅថ្មីអញ្ចឹងតែបើសិនជាយើងធ្វើតិចទេក្នុងរយៈពេល1ថ្ងៃ2ថ្ងៃញ៉ាំអត់អស់ទេយើងដាក់ទូទឹកកកប៉ុន្តែដាក់កន្លែងត្រជាក់ធម្មតាបានហើយពេលយើងចង់ញ៉ាំយើងក្តៅធម្មតាមកវិញមកគាត់ថាបើសិនជាយើងធ្វើច្រើនយើងឧបមាថាយើងយូរយើងធ្វើម្ដងយើងចង់ធ្វើទុកឲ្យច្រើនតែម្ដងអញ្ចឹងណាអញ្ចឹងយើងរុំថង់ដូចខ្ញុំបង្ហាញឲ្យដាក់ទូកកទៅអញ្ចឹងទុកប្រហែលខែក៏អត់ខូចដែរហើយពេលយើងចង់ញ៉ាំដកវាចេញមកដាក់ចំហុយសាថ្មីមកគឺដូចយើងញ៉ាំនៅថ្មីអញ្ចឹងធ្វើមិនទេអ្នកទាំងអស់គ្នានៅស្រុកគេគឺតើធ្វើអញ្ចឹងព្រោះឲ្យយើងមិនមែនតែថាមានពេលធ្វើរាល់ថ្ងៃទេពេលដែលយើងធ្វើច្រើនយើងញ៉ាំអត់អស់ក៏ដាក់ទូកកអញ្ចឹងហើយបើសិនជាយើងដាក់ទូនៅខាងក្រៅវាឆាប់ខូចអញ្ចឹងយើងវាស្រាយអញ្ចឹងហើយយើងតើតែធ្វើឲ្យដាក់ចូលទូកកទៅដល់ពេលយើងចង់ញ៉ាំយកវាមកកម្ដៅសាថ្មីមក